រដ្ឋមន្ត្រីការបរទេសអាមេរិកប្រាប់ទៅរដ្ឋមន្ត្រីការបរទេសថៃឲ្យបន្ថយកម្ដៅព្រំដែននិងងាកទៅរកការជប់បាញ់គ្នាគឺគោរពបទជប់បាញ់គ្នាវិញដោយអ្វីដែលមានស្រាប់ថ្ងៃនេះគឺតាមពិតសាររបស់លោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនេះគឺចេញតាំងពីម្សិលមិញម្លេះគាត់បានទូរស័ព្ទទៅលោកស៊ីហាសាក់ភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃដើម្បីជម្រាបទៅរដ្ឋមន្ត្រីក្រសួងការបរទេសថៃរូបនេះថាអាមេរិកខ្វល់ខ្វាយបារម្ភយ៉ាងខ្លាំងតាក់ទងនឹងស្ថានភាពដែលក្តៅគគុកនៅឯព្រំដែនកម្ពុជាថៃហើយសាររបស់មន្ត្រីក្រសួងការសំទុះការបរទេសអាមេរិកលោក Marco Rubio នេះគឺគ្មានអ្វីក្រៅពីប្រាប់លោកស៊ីហាសាក់ភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃនេះឲ្យធ្វើយ៉ាងណាកាត់បន្ថយកម្ដៅព្រំដែននេះហើយងាកត្រឡប់ទៅគោរពតាមបទជប់បាញ់ឡើងវិញដែលមានស្រាប់គឺតាំងពីថ្ងៃទី26ខែតុលាឆ្នាំ2025មកម្លេះដែលកាលនោះមានលោកDonald Trump ជាអធិបតីផងបងប្អូនយើងនៅចាំឲ្យកាលពីបទជប់បាញ់ឬក៏សេចក្តីថ្លែងការណ៍រួមថ្ងៃទី25ខែធ្នូហ្នឹងគឺយើង25ខែធ្នូឯង26ខែតុលាឆ្នាំ2025ហ្នឹងគឺខាងរដ្ឋមន្ត្រីសន្ទុះខាងអាមេរិកហ្នឹងក៏បានចូលជាអធិបតីលោកត្រាំអីហ្នឹងរៀបចំឲ្យមានសេចក្តីថ្លែងការណ៍រួមហើយសេចក្តីថ្លែងការណ៍រួមនោះមានច្រើនចំណុចមែនតើនៅក្នុងច្រើនចំណុចហ្នឹងគឺមានសំណើរបស់ភាគីថៃចំណុច4ចំណុចឬក៏4ប្រការដែលកម្ពុជាព្រមតាមទាំងអស់ដោយអត់មានអីអល់អាយទេគឺទី1តកតងនឹងការដកសពាវុធធនធ្ងន់ឲ្យអស់ចេញពីព្រំដែនកម្ពុជាថៃទាំងខ្មែរក៏ដកទាំងថៃក៏ដកទី2គឺសហការគ្នាដោះមីននៅតាមចំការមីននៅតំបន់មានចំនួនគឺដូចជាមានការព្រមព្រៀងនៅក្នុងសេចក្តីថ្លែងការណ៍រួមនឹងហើយទី3គឺតកតងនឹងការដោះស្រាយបញ្ហាភូមិព្រៃច័ន្ទភូមិជោគជ័យវាស់វែងឬក៏ត្រូវដោះស្រាយបកគលសីមាអីយ៉ាងម៉េចជំនះប្រជាពលរដ្ឋចេញពីភូមិហ្នឹងហើយនឹងការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញយ៉ាងសស័កសស្រាំនោះហើយភាគីទាំងពីរដូចជាចុះហត្ថលេខារួចរាល់អស់ហើយស្រាប់តែក្រោយមកថៃដូចជាសម្ោចក្នុងខោមិនឈប់សោះដល់តែធ្វើឲ្យមិនឈប់ចឹងដើរចុះដើរឡើងទៅក៏ទៅជន់មីននៅឯតំបន់កន្លែងដូចជាភ្នំទ្របអីហ្នឹងទៅអ្នកទី7ដាច់ជើងរឿងកាន់តែធំតទៅទៀតទៅក៏មានផ្ទុះអាវុធហើយចុងក្រោយហ្នឹងក៏មានផ្ទុះមីនទៀតនៅថ្ងៃទី7ខែធ្នូហ្នឹងរហូតដល់ថៃចោទថាកម្ពុជាពិតជាមានចេតនាធ្វើឲ្យទាហានថៃហ្នឹងស្លាប់ហើយខាងកម្ពុជាហ្នឹងថាជាអំពើឬក៏ជាហេតុការណ៍ដែលកើតឡើងដោយចៃដន្យគ្មានចេតនាអីក៏ដោយក៏ថៃវាយសន្ធាប់មកកម្ពុជាវិញមិនដកដៃរហូតដល់តែសង្គ្រាមឬក៏ការផ្ទុះអាវុធនេះ12ថ្ងៃទៅហើយមកដល់ថ្ងៃនេះតាំងពីថ្ងៃទី8មកបងប្អូន7 8ហ្នឹងមកឥឡូវថ្ងៃនេះថ្ងៃទី19ហើយដូច្នេះសរុបសេចក្តីទៅវិញសាររបស់លោក Marco Rubio ហ្នឹងគឺគ្មានអ្វីក្រៅពីអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃហ្នឹងបន្ថយកម្ដៅងាកមកប័ណ្ណជប់បាញ់ហើយគាត់ទទូចថាត្រូវតែមានគេហៅថាការអនុវត្តជាក់ស្ដែងជាងការដែលមាននៅលើกระดาษវាថាដោះស្រាយបញ្ហាចំនួនឲ្យត្រជាក់វិញហ្នឹងគឺធ្វើផងកុំឲ្យចេះតែថាអីអញ្ចឹងទៅហើយហេតុអីបានជាលោក Marco Rubio និយាយទៅលោករដ្ឋមន្ត្រីក្រសួងការពារបរទេសសំទោសក្រសួងការបរទេសថៃហើយមិននិយាយតាក់ទងអីតាក់រឿងកម្ពុជាទៅវិញនៅក្នុងន័យនេះយើងអាចដឹងថាសហរដ្ឋអាមេរិកកំពុងតែរងសម្ពាធយ៉ាងច្រើនដែរអាចសម្ពាធច្រើនពីបងប្អូនខ្មែរគ្រប់ទិសទីដែលនាំគ្នាសរសេរលិខិតទៅលោកត្រាំផងដែលនាំគ្នាធ្វើញត្តិផងដែលនាំគ្នាតវ៉ាផងដាក់ញត្តិតាមទូតថៃផងនិយាយទៅស្រោចយុទ្ធនាការរបស់បងប្អូនខ្មែរក្រៅប្រទេសនេះគឺអត់សម្រាប់ដៃទេហើយខ្ញុំជឿថានេះក៏អាចជាលទ្ធផលបានខ្លះដែរសម្រាប់ឲ្យសហរដ្ឋអាមេរិកយកទៅពិចារណាបើទោះបីជាថ្ងៃនេះសំទោសថ្ងៃម្សិលមិញនេះលោក Marco Rubio មិនបានបង្ហាញអំពីវិធានការដាក់សម្ពាធរដ្ឋាភិបាលថៃណាមួយក៏ដោយប៉ុន្តែសារដែលគាត់និយាយទៅលោកស៊ីហាសាក់ភួងកេតកៅដែលជារដ្ឋមន្ត្រីការបរទេសថៃឲ្យបន្ថយកម្ដៅបែបនេះយើងអាចនិយាយបានថាអាមេរិកកំពុងតែមើលឃើញថាភាគីថៃជាភាគីស្រមោចក្នុងខោដែរគាត់តែមិនហ៊ានចោទថៃឲ្យចំទេប៉ុន្តែនៅក្នុងន័យការទូតបើសិនជាអាមេរិកយល់ថាខ្មែរជាអ្នកចាប់ផ្ដើមហេតុអីក៏មិនទេមកលោកហ៊ុនម៉ាណែតឬក៏លោកប្រាក់សុខុនមិនចឹងហេតុអីបានជាទេទៅលោកស៊ីហាសាក់ភួងកេតកៅទៅវិញដែលជាភាគីថៃអានេះក៏ជាការសន្និដ្ឋានទេបងប្អូនចឹងមិនថាព័ត៌មានវាមានភាសាការទូតនិងភាសាដែលយើងបកស្រាយសម្រាយតាមភាសាអ្នកស្រែដើម្បីឲ្យយល់ថាតើអាការទូតហ្នឹងគេមានន័យយ៉ាងម៉េចភាសាការទូតគឺបានន័យថាបើគាត់និយាយទៅលោកហ៊ុនម៉ាណែតហើយនឹងសំទោសលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាហើយលោកស៊ីហាសាក់ភួងកេតកៅក្នុងពេលជាមួយគ្នាហ្នឹងភ្ជាប់ខ្សែទូរស័ព្ទហើយនិយាយថាភាគីទាំងពីរគួរតែបន្ថយកម្ដៅហើយវិលទៅរកបាត់ជប់បាញ់វិញអាហ្នឹងយើងអាចមានន័យថាសហរដ្ឋអាមេរិកចាក់ខ្សែនៅក្នុងន័យថាអត់ឲ្យភាគីណាមួយខុសត្រូវអីទេគឺថាគិតថាភាគីទាំងពីរមានបញ្ហាដូចគ្នាចោតគ្នាទៅវិញទៅមកអញ្ចឹងឈប់ទាំងពីរទៅ
ប៉ុន្តែនៅក្នុងនេះគឺលោក Marco Rubio គឺទូរស័ព្ទទៅលោកស៊ីហាសាក់ភួងកេតកែវជារដ្ឋមន្ត្រីក្រសួងការបរទេសឲ្យប្រាប់ថាបន្ថយកម្ដៅហើយងាកទៅរកបទឈប់បាញ់វិញអញ្ចឹងបានន័យថាម៉េចចឹងបានន័យថាអាមេរិកហាក់បីដូចជាទម្លាក់ទម្ងន់នេះទៅលើភាគីថៃទៅវិញព្រោះអីអាចដែរដោយសារថៃកំពុងតែប្រើយន្តហោះប្រដេញទម្លាក់គ្រាប់របស់អាមេរិក F16 អាមេរិកមកដល់ម៉ោងនេះសំណាងណាស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកសំណាងណាស់ព្រោះអីមកដល់ម៉ោងនេះរដ្ឋាភិបាលកម្ពុជាអត់ដែលសរសេរលិខិតមួយដើម្បីទៅរករឿងគាត់រឿងទម្លាក់គ្រាប់បែកហ្នឹងទេប្រើយន្តហោះ F16 ខុសគោលការណ៍ខុសច្បាប់ខុសកិច្ចព្រមព្រៀងនៃការលក់ទិញសពាវុធឲ្យថៃដែលប្រើបានសម្រាប់ការពារដែនអធិបតេយ្យប៉ុន្តែមិនអាចប្រើបានដើម្បីយកមកទម្លាក់គ្រាប់ជ្រៅចូលដល់ក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេអញ្ចឹងបានថាលោកត្រាំគាត់មានភពសំណាងដែរដែលមិនមានសារឬក៏លិខិតពីរដ្ឋាភិបាលកម្ពុជាប៉ុន្តែគាត់ក៏អត់សូវសំណាងច្រើនដែរព្រោះបងប្អូនខ្មែរនៅអាមេរិកនេះមានទុកឲ្យគាត់ទៅនេណាសរសេរសារសរសេរញ៉ាត់អីតវ៉ាអីពេញទឹកពេញដីតាក់ទងនឹងរឿង F16 ហ្នឹងសន្ធាប់ខ្លាំងមែនតើហើយខ្ញុំជឿថាសារនេះប្រហែលជាបានលឺដល់ខាងថ្នាក់ដឹកនាំសហរដ្ឋអាមេរិកហើយដែលធ្វើឲ្យលោក Marco Rubio ចាប់ផ្ដើមទូរស័ព្ទទៅលោកស៊ីហាសាក់ភួងកេតកែវដើម្បីឲ្យបន្ថយកម្ដៅហើយងាកមកបាត់ជប់បាញ់វិញយើងគ្រាន់តែនៅគិតថាភាសាការទូតបែបនេះវាជាការប្រាប់ទៅថៃថាអាមេរិកក៏យល់ថាថៃជាអ្នកសម្អោចក្នុងខោដែរគ្រាន់តែមិនទាន់ហ៊ានចោទប្រកាន់រឿងដែលសំខាន់ដែលអាមេរិកនៅខកខានអត់ទាន់បានធ្វើគឺការមិនព្រមថ្កោលទោសថៃឬក៏ដាក់សម្ពាធថៃឬដាក់ទណ្ឌកម្មថៃណាមួយសោះនៅពេលដែលបែបនេះហើយថាឲ្យថៃជាអ្នកដែលវិលទៅរកស្ថានភាពធូរស្បើយវិញបានន័យថាថៃជាជនដៃដល់ឬក៏ជាអ្នកប្រព្រឹត្តឬក៏ជាភាគីដែលសម្អោចក្នុងខោប៉ុន្តែអាមេរិកខ្លួនឯងហ្នឹងក៏អត់ទាន់មានចាត់វិធានការទណ្ឌកម្មអីមួយដែរសូម្បីតែដកកូដចេញពី F16 កុំឲ្យប្រើយន្តហោះនឹងបានក៏អត់ទាន់អនុវត្តក៏ប៉ុន្តែបើសិនជាសារបែបនេះជាសារការទូតក៏ដោយជឿថាថៃរងសម្ពាធហើយអញ្ចឹងបើសិនជាថៃមិនព្រមធ្វើអីតាមអាចនឹងដល់ពេលក្រោយអាមេរិកគេប្រាប់ថាបានប្រាប់អីតាអញ្ចឹងអាចនឹងមានវិធានការគាត់ថាអាមេរិកជាទម្លាប់បើសិនជានិយាយបែបនេះច្រើនតែភ្ជាប់ជាមួយនឹងលក្ខខណ្ឌដាក់សម្ពាធទៅជាមួយនឹងទណ្ឌកម្មម្ដងនេះអត់ទេដល់អត់ចឹងយើងគិតថាតើនឹងត្រូវការពេលប្រហែលខែទៀតឬប្រហែលលិខិតទៀតប្រហែលទូរស័ព្ទទៀតដើម្បីឲ្យអាមេរិកដាក់ទណ្ឌកម្មទៅថៃបានវារៀងយូរទៀតនៅអូសកាឡាវែងឆ្ងាយពេកដូច្នេះទៅយើងធ្វើឲ្យសារនយោបាយបែបនេះបិទថារៀងទម្លាក់ទម្ងន់ទៅលើថៃបន្តិចមែនហើយក៏ប៉ុន្តែនៅតែមិនសូវបានប្រយោជន៍អីប្រហែលដែរទេក៏ប៉ុន្តែយើងនិយាយអំពីថៃវិញតើពេលនេះយ៉ាងម៉េចទៅវិញហើយមានសម្ពាធអីខ្លះទៀតចិនបងប្អូនយើងដឹងហើយចិនភាគីចិនកន្លងមកគឺអាមេរិកផាត់ចោលពីសង្វៀននៃការចរចាព្រោះអាមេរិកអត់ចង់ឲ្យបែកលុយគឺប្រមូលយកម្នាក់ឯងនៅពេលដែលមានបទឈប់បាញ់3លើកនេះគឺលើកមុនបានចិនចូលរួមម្ដងដែរដល់ក្រោយៗមកអាមេរិកជាពិសេសពេលលោកដូណាល់ត្រាំទៅម៉ាឡេថ្ងៃ26ខែតុលានេះគឺដេញចិនចេញតែម្ដងអត់ឲ្យចូលទេឥឡូវនេះគឺចិនក៏បានហក់ចូលមកសម្រួលរកដំណោះស្រាយចំនួនព្រំដែនខ្មែរវិញក្រោយអាមេរិកជួយដែរតែអត់សូវបានផលចិនគេចាប់ផ្ដើមសម្រួលចឹងទៅរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីក៏បានទូរស័ព្ទទៅលោកស៊ីហាសាក់ភួងកេតកែវហើយក៏ទូរស័ព្ទទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុនខុសពីលោក Marco Rubio គឺលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនទេទៅទាំងពីរទេទៅទាំងលោកស៊ីហាសាក់ភួងកេតកែវទេទៅទាំងលោកប្រាក់សុខុនខាងកម្ពុជាដើម្បីឲ្យប្រាប់ថាចិនចង់ជួយសម្រួលឲ្យឈប់ឈ្លុះគ្នាដែរក៏ប៉ុន្តែជំហរចិននេះវាអត់មានផ្លាច់អីទេគឺចាក់ខ្សែកដាលទៀតហើយខុសពីអាមេរិកហ៊ាននិយាយទៅថៃតែម្នាក់ឯងនៅក្នុងការប្រាប់ឲ្យបទូបថយសម្ពាធនយោបាយនេះនៅកម្ដៅនេះប៉ុន្តែចិនគឺដល់ពេលទៅទាំងសងខាងអត់ហ៊ានដាក់ទណ្ឌកម្មចិនថៃទេអត់ហ៊ាននិយាយថាថៃគួរតែឈប់មុនឬក៏យ៉ាងណាទេគឺនៅតែគិតថាភាគីទាំងពីរនៅតែច្អល់ដាក់គ្នាអញ្ចឹងចិនចង់ចូលរួមសម្រួលដែរក៏ប៉ុន្តែចាក់ខ្សែតែយ៉ាងណាវាអត់មានអីខាតបង់អីទេកម្ពុជាបើបានប្រទេសមហាអំណាចប្រទេសចិនប្រទេសអីហ្នឹងចូលរួមជាមាត់ជាភ្នែកជាច្រមុះអីអញ្ចឹងមកក៏វាបានជួយឲ្យគេដឹងឮថាមានការជួយដែរគាត់ថាជួយរបៀបចិននេះគឺរបៀបជួយអត់ចង់និយាយថាអត់កាន់ជើងល្អហើយចិនអត់កាន់ជើងល្អហើយចង់ឲ្យចិនហ្នឹងនៅកដាលព្រោះអីចិនអត់ត្រឡប់នៅកដាលទេពេលដែលកម្ពុជាមានបញ្ហាអីរឿងបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យចិននៅខាងរដ្ឋាភិបាលកម្ពុជាខាងអ្នកដែលរំលោភបំពានសិទ្ធិមនុស្សរាល់តែដងទេគឺនៅតែថាការធ្វើអីក៏ដោយហ្នឹងគឺអនុវត្តតាមអំណាចអាជ្ញាធរដែនដីដែលមានសមត្ថកិច្ចអីអញ្ចឹងទៅទោះបីអំពើហ្នឹងរំលោភឈ្លានពានបំពានសិទ្ធិយ៉ាងណាក៏ដោយក៏ចិននៅតែកាន់ខាងរដ្ឋាភិបាលខាងគណៈបកកណ្ដាលអំណាចអីចឹងដែរក៏ប៉ុន្តែដល់មកដល់ពេលមានរឿងមួយថៃចិននៅកដាលអញ្ចឹងចិននៅកដាលនៅពេលដែលឱកាសដែលគិតថាខ្លួនចំណេញស៊ីបានទាំងសងខាងបានចំណេញទាំងខ្មែរបានចំណេញទាំងថៃហ៊ានតែរករឿងថៃរករឿងងាប់ព្រោះអីទំហំពាណិជ្ជកម្មថៃជាមួយចិនធំជាងខ្មែរច្រើនដងណាដូច្នេះចិនអត់អាចនឹងបោះបង់ចោលថៃមកយកខ្មែរអញ្ចឹងការសម្របរបស់ចិននៅក្នុងនេះគឺគ្រាន់តែជាការបង្ក្រប់កិច្ចកុំឲ្យថាចិនមិនបានចូលរួមទេប៉ុន្តែបើយើងនិយាយអំពីការដាក់ទម្ងន់ថាចិននៅខាងខ្មែរមែនគឺអត់ទេ
ព្រោះមកដល់ម៉ោងនេះចិនដែលជាមហាមិត្តដៃថៃយើងមើលឆ្នាំចាក់ទឹកមិនលិចហ្នឹងអត់ដែលចាញ់សារណាមួយកោលទោសថៃពីអំពើឈ្លានពានទេម៉ោងនេះអត់មានពីអីក្រៅពីថៃឈ្លានពានកម្ពុជាទេព្រោះអីអត់មានចំនួនប្រដាប់អាវុធអីណាទៀតទេព្រោះថៃឈ្លានពានតាំងពីដំបូងមកហើយតាហើយយើងអត់មានសហគមន៍អន្តរជាតិណាហ៊ាននិយាយខ្ញុំសរសើរអាមេរិកដែរដែលហ៊ានទៅរដ្ឋមន្ត្រីការបរទេសថៃឲ្យថៃចាប់ផ្ដើមឈប់បន្ថយបានន័យថាគិតថាថៃជាអ្នកក្បាលខូច